បាទជំរាបសួរបងប្អូនទាំងគ្នាស្វាគមន៍មកកាន់វីដេអូថ្មីរបស់ខ្ញុំថ្ងៃនេះខ្ញុំមានវីដេអូមួយចង់មកឆ្លើយនឹងខមមិនបងប្អូនដែលគាត់ខមមិនសួរអញ្ចឹងបងប្អូនអាចមើលខមមិនលើវីដេអូនេះបានបងប្អូនខ្លះគាត់ដូចនៅក្នុងខមមិនអញ្ចឹងបងប្អូនយើងនេះយើងឆ្លើយខមមិនបងប្អូនដែរអញ្ចឹងខមមិនខ្លះគាត់ថាខ្ញុំធ្វើវាបានហើយបងអរគុណអញ្ចឹងទៅអ្នកខ្លះគាត់ថាបងមិនខ្ញុំបើកតែអត់លើសំឡេងអញ្ចឹងហើយខ្លះទៀតគាត់ខមមិនល្អៗបងប្អូនហើយមានអ្នកខ្លះគឺខមមិនឲ្យយើងថាយើងអញ្ចឹងបងប្អូនណាគឺខមមិនខាងក្រោមនេះអីគាត់ថាឈប់បោកទៅហើយញ៉ត់អញ្ចឹងគាត់ខ្លះទៅគាត់ខមមិនល្អអ្នកខ្លះទៅក៏ខមមិនថាឲ្យយើងបោកថៃអញ្ចឹងបងប្អូនហើយសម្រាប់វីដេអូនេះខ្ញុំធ្វើចែករំលែកទេអញ្ចឹងបងប្អូនដែលគាត់ដាក់សម្លេងឲ្យអត់តាន់ឮបងប្អូនអាចមើលវីដេអូនេះភាសាទៀតបានណាហើយបងប្អូនដែលខមមិនថាឲ្យយើងបោកថៃបងប្អូនអាចសាកធ្វើម្ដងទៀតបងអាប់ដេតapp ABA ឬក៏អីហ្នឹងទៅហើយបងប្អូនធ្វើការកំណត់ឡើងវិញភាសាទៀតវាអាចនឹងលឿនបងប្អូនភាសាខ្លះទៅគាត់បានអាប់ដេត app ចឹងទៅបានអត់លឺហ្នឹងហើយសម្រាប់មកខាត់ពេកអញ្ចឹងបងប្អូនអាចមើលវីដេអូនេះបានទៀតណាបងដែលគាត់កំណត់ ABA មានថាពលុយទៅពេលទទួលលុយពីនរណាម្នាក់បាញ់មកកន្លែង ABA បងប្អូន ABA ដែលពេលទូទាត់ទៅពេលទទួលលុយទៅយើងឮសំឡេងអញ្ចឹងនឹងហើយសម្រាប់បងប្អូនដែលគាត់ដាក់បានក៏ដាក់គាត់ថាឮទៅបងប្អូនដែលគាត់កំណត់អត់ឮគាត់ថាយើងបោកណាអញ្ចឹងសម្រាប់វីដេអូនេះខ្ញុំមកធ្វើបង្ហាញសារថ្មីបងប្អូនហើយនឹងហើយកុំឲ្យខាត់ពេកអញ្ចឹងបងប្អូនចូលក្នុង ABA មកចូល app ABA មក ABA ហើយវាចេញបែបនេះបងប្អូនណាអញ្ចឹងបន្តមកទៀតបងប្អូនមើលតមកទៀតបងប្អូនចុចកន្លែង profile របស់យើងហ្នឹងបងប្អូនចុចកន្លែង profile ហ្នឹងហើយបន្តមកទៀតបងប្អូនកលេចមកមើលកលេចមកមើលអូសមកខាងនេះមកបងប្អូនឃើញពាក្យកន្លែងនេះបងប្អូនដាក់ថាមុខងារបន្ថែមហ្នឹងហើយបងប្អូនកន្លែងមុខងារបន្ថែមអញ្ចឹងយើងចុចកន្លែងមុខងារបន្ថែមហ្នឹងមកហើយបន្តមកទៀតនេះលេខកូដដកលុយបងប្អូនលេខកូដចាយលុយអញ្ចឹងវីដេអូនេះវីដេអូទី2ហើយនៃវាយលេខកូដចូលអញ្ចឹងទៅវាចេញបែបនេះហើយបន្តមកទៀតបងប្អូនមើលកន្លែងនេះបងប្អូនគេដាក់បើកមុខងារpay sound ណាបងប្អូនអញ្ចឹងបងប្អូនដែលអត់ទាន់បើកវាចេញបែបនេះបងប្អូននេះវាចេញចេះបងប្អូនដែលអត់ទាន់បានកំណត់វាចេញចេះណាខ្ញុំបិទវិញវាចេញបែបនេះបន្តមកទៀតបងប្អូនចុចកន្លែងបើកមុខងារpay sound ហ្នឹងមកហ្នឹងបងប្អូនយើងបើកប៉ុណ្្នឹងមកហើយកន្លែងនេះមានសំឡេងប្រភេទសំឡេងណាសំឡេងប្រុសស្រីអញ្ចឹងទៅហ្នឹងហើយបងប្អូនselectលើប្រុស select លើប្រុសក៏បានស្រីក៏បានសំខាន់លើបងប្អូនចង់ដាក់ណាហើយបន្ទាប់មកតែប៉ុណ្ណឹងហើយបងប្អូនយើងបើកមុខងារកន្លែងហ្នឹងអស់មកហើយអញ្ចឹងបងប្អូនដែលគាត់កំណត់បើកហើយនៅតែអត់លឺបងប្អូនអាចចូលមកក្នុង Play Store អានេះសម្រាប់ Android បងប្អូនអាចចូលក្នុង Play Store update app សិនបងប្អូនបើសិនជាបងប្អូនអត់ update Store មកអញ្ចឹងបើបងប្អូន update ហើយអត់វាដឹងតែលឺហើយប៉ុន្តែបងប្អូនអត់ update វាអាចនឹងអត់លឺដែរអញ្ចឹងណាអញ្ចឹងបងប្អូនមកធ្វើការ update មកពេលហ្នឹងមកយើងវាយពាក្យ ABA មកបែរទៅយើងអញ្ចឹងបើសិនជាបងប្អូនដែលយ៉ានេះបើសិនជាបងប្អូនកន្លែងនេះបើទូរស័ព្ទបងប្អូនអត់ update កន្លែង open នេះវាដាក់ប្រាប់ពាក្យថា update អញ្ចឹងបងប្អូន update វាទៅបើចេញ open នេះមានន័យថាវាអត់ update ទេមិន update ហើយទេអញ្ចឹងពេលខ្លះខ្លាចអត់លឺដោយសារមកពីបងប្អូនអត់បាន update app ABA ណាអញ្ចឹងហើយសម្រាប់វីដេអូនេះមានតែប៉ុណ្្នេះបងប្អូនហើយបងប្អូនដែលដាក់បានអីបងប្អូនអាចcomment សួរឡើងវិញបានបងប្អូនហើយហ្នឹងហើយអរគុណច្រើនសម្រាប់បងប្អូនដែលជួយ like ជួយ share នៅក្នុង Facebook ហើយបងប្អូនដែលអត់ទាន់បាន subscribe trên YouTube ខ្ញុំទេបងប្អូនជួយ subscribe មួយដើម្បីទទួលបានវីដេអូថ្មីពីខ្ញុំទៀតអរគុណ